លើកឡើងអំពីថាតើយើងគួរតែជៀសវាងនៅរាល់កំហុសខុសឆ្គងដែលថាយើងមិន error ក្នុងការ trading ដូចនេះខ្ញុំលើកជា tip ខ្លះៗសម្រាប់បងប្អូនដែលគាត់ជា trader ឬគាត់មានបំណងចង់ប្រឡូកចូលវិស័យហិរញ្ញវត្ថុជាការ trading បាទទី1គឺយើងត្រូវមានផែនការមានថាការបង្កើតផែនការទៅលើការវិនិយោគក៏ដូចជាផែនការប្រាក់ចំណេញក៏ដូចជាផែនការនៃកំណត់ទំហំនៃការខាតបង់ដូចគ្នាដែរទី2គឺយើងត្រូវជ្រើសរើសឲ្យបានត្រឹមត្រូវនៅយុទ្ធសាស្ត្រក្នុងការជួញដូររបស់យើងថាតើយុទ្ធសាស្ត្រណាដែលវាត្រូវជាមួយទៅនឹងលក្ខណៈចរិតលក្ខណៈរបស់យើងណាក្នុងការជួញដូរឲ្យស្របទៅតាមយុទ្ធសាស្ត្ររបស់យើងចំណុចទី2គឺយើងត្រូវធ្វើការស្រាវជ្រាវទៅលើព័ត៌មានក៏ដូចជាការវិភាគទៅលើទីផ្សារស្រាវជ្រាវព័ត៌មានហ្នឹងក៏ដូចជាព័ត៌មានទៅលើសេដ្ឋកិច្ចបាទដែលវាអាចប៉ះពាល់ទៅដល់តម្លៃការប្រែប្រួលនៃទីផ្សារហ្នឹងបាទចំណុចទី3ទៅលើការបែងចែកទំហំដើមទុនដូចគ្នាថាតើយើងគួរតែ diversify portfolio ដើមទុនយើងមានថាយើងអាចបែងចែកកន្លះ%ឬក៏1ឬក៏2%ទៅតាមប្រភេទនៃតម្លៃទីផ្សារផ្សេងៗដូចជាតម្លៃពហុនតម្លៃរបស់មាសតម្លៃរបស់រូបិយប័ណ្ណជាដើមបាទចំណុចទី4គឺយើងត្រូវធ្វើរបាយការណ៍មានថារបាយការណ៍កត់ត្រានៅរាល់ប្រតិបត្តិការជួញដូរដើម្បីយើងដឹងអំពីថាតើយើងបានសាងកំហុសអ្វីខ្លះនិងតើមូលហេតុអីដែលយើងចូលទីផ្សារទៅបាទបានផលនិងចូលទីផ្សារទៅគឺយើងអាចថាទទួលបានការខាតបង់បាទមួយទៀតគឺយើងត្រូវតែពិនិត្យដូចគ្នាដែរឲ្យបានទៀងទាត់នៅរាល់គេហៅថាប្រតិបត្តិការជួញដូររបស់យើងបាទចំណុចទី5គឺយើងត្រូវតែអភិវឌ្ឍខ្លួនឯងជាប្រចាំអភិវឌ្ឍយ៉ាងម៉េចគឺអភិវឌ្ឍទៅលើយុទ្ធសាស្ត្រនៃការប្រែប្រួលនៃនិន្នាការទីផ្សារនេះទីផ្សារគឺមានការប្រែប្រួលជាប្រចាំពីមួយពេលទៅមួយពេលបាទអាចទាក់ទងនឹងការ tool ផ្សេងៗដែរមានថាយើងត្រូវចេះចាប់ទៅលើ tool ណាដែលវាដំណើរការដែលយើងគិតថាត្រូវសម្រាប់យើងក្នុងការវិភាគក្នុងការទីផ្សារក្នុងការចូលទីផ្សារចំណុចមួយទៀតគឺយើងត្រូវរៀនអំពីកំហុសឆ្គងដែលយើងបានកសាងក្នុងការដែលយើងចូលក្នុងទីផ្សារដោយបានមានវិន័យមានផែនការត្រឹមត្រូវបាទចំណុចទី6គឺយើងត្រូវតែមានភាពប្រកបវិជ្ជាប្រកបនិយមនិងមានការអត់ធ្មត់ខ្ពស់យើងត្រូវទទួលស្គាល់ថាការងារនេះមិនមែនជាការងារដែលវាងាយស្រួលរកប្រាក់ចំណេញពេកទេមិនមែនបានផលចំណេញលឿនក្នុងរយៈពេលខ្លីនោះទេបាទហើយវាការខាតបង់នោះវាគ្រាន់តែជាផ្នែកមួយនៃដំណើរការងាររបស់យើងតែប៉ុណ្ណោះបាទហើយយើងត្រូវជៀសវាងនៅការសងសិក្សានៅពេលដែលយើងមានការខាតបង់នៅពេលដែលយើងខាតយើងតែងតែព្យាយាមចូលថែមទៅប្រតិបត្តិការបន្ថែមទៀតបាទហ្នឹងជាអ្វីដែលយើងគួរតែជៀសវាងនៅពេលដែលយើងខាតបង់យើងគួរតែសម្រាប់ទៅឲ្យរងចាំឱកាសថ្មីល្អមកដល់ទៅយើងចូលទៀតបាទទី7គឺការប្រើប្រាស់បច្ចេកវិទ្យាជំនួយនៅក្នុងការព្យាករណ៍អំពីទិសដៅទីផ្សារយើងប្រើបច្ចេកវិទ្យាមិនដូចជាយើងអាចប្រើប្រាស់ទៅលើ Chat GPT ឬក៏ DeepSeek ក្នុងការជួយ analysis លើទីផ្សាររបស់យើងបាទចំណុចមួយទៀតមានថាយើងអាចស្វែងរកទីប្រឹក្សាដែលមានវិជ្ជាជីវៈក្នុងការជួយផ្ដល់យោបល់ក្នុងការដែលយើងជួញដូរបានក៏ដូចជាចូលក្នុងក្រុមដែលគាត់ trade អាជីពដូចជាដែលគាត់អាចចែករំលែកនឹងការយល់ដឹងរបស់ផ្សេងបានបាទចំណុចមួយទៀតមានថាយើងធ្វើការវិយតម្លៃទៅលើលទ្ធផលរបស់យើងនិងបើកចិត្តទទួលនៅការកែតម្រូវផ្សេងដែលមិនដំណើរការតាមរយៈការរក្សាវិន័យដែលអាចជួយបង្កើនឱកាសរកផលចំណេញរបស់យើងបានសូមអរគុណ